NASA ប្រកាសថាបានរកឃើញស្លាកស្នាមសត្វមានជីវិតនៅលើភពអង្គារយានស៊ើបអង្កេតរបស់ NASA ដែលមានឈ្មោះថា Perseverance បានរកឃើញដុំថ្មចម្លែកដែលមានចំណុចនិងមានលំនាំស្រដៀងទៅនឹងខ្លាឃ្មុំភស្តុតាងដែលរកឃើញបន្ទាប់ពីពិនិត្យថ្មនៅក្នុងតំបន់នេះដោយយានស៊ើបអង្កេតគេបានរកឃើញជាតិរ៉ែនិងសារធាតុគីមីដែលស្រដៀងទៅនឹងអ្វីដែលកើតឡើងពីបាក់តេរីនៅលើផែនដីអាយុកាលស្លាកស្នាមដែលរកឃើញមានអាយុប្រហែល 3000 ទៅ 4000 លានឆ្នាំគេជឿថាក្នុងសម័យនោះភពអង្គារធ្លាប់មានទន្លេនិងបឹងដែលធ្វើឲ្យមានឱកាសសន្និដ្ឋានថាអាចមានសត្វមានជីវិតរស់នៅលើភពអង្គារហើយនេះអាចជាភស្តុតាងដែលច្បាស់បំផុតដែលមនុស្សធ្លាប់បានរកឃើញទោះជាយ៉ាងណាក៏ដោយវានៅតែមិនអាចជឿទុកចិត្តបាន 100% នោះទេព្រោះត្រូវរងចាំយានស៊ើបអង្កេតត្រឡប់មកកាន់ផែនដីសិនរឿងគួរឲ្យសង្ស័យដែលកើតឡើងស្របគ្នារឿងដែលគួរឲ្យសង្ស័យនោះគឺមុននេះរដ្ឋាភិបាលអាមេរិកបានប្រកាសថានឹងកាត់បន្ថយថវិការបស់ NASA ហើយភ្លាមៗនៅពេលដែលរដ្ឋាភិបាលប្រកាស NASA ក៏បានប្រកាសពីភាពជោគជ័យនេះឡើងតែម្ដងគេគិតថានេះអាចជាការទាមទារថវិកាបន្ថែមពីសំណាក់ NASA ផងដែរ